ជំរាបសួរសួស្តីបងប្អូនថ្ងៃនេះឃើញចាញ់មកឃើញមានផ្ទះ3 4ហ្នឹងក៏ដឹងថាញ៉ាំ3ដែរត្រូវអត់គឺបាញ់ឆាវហ្នឹងឯងហើយសម្រាប់កន្លែងលក់បាញ់ឆាវមួយនេះនៅជិតផ្សារទួលតពុងយើងហ្នឹងហើយបើនិយាយទៅខ្ញុំក៏មកគាត់យូរដែរព្រោះខ្ញុំធ្លាប់ញ៉ាំគាត់យូរមកហើយតែពិតទៅថ្ងៃនេះខ្ញុំអត់មានកម្រោគថតទេប៉ុន្តែក៏ឆ្លៀតសុំគាត់ថតបន្តិចតែវីដេអូរៀងងាយៗបន្តិចណាហើយសម្រាប់មកគាត់លក់ពីពេលថ្ងៃទៅរហូតដល់ល្ងាចអញ្ចឹងណាសម្រាប់បាញ់ឆាវកន្លែងគាត់មានស្នូលសាច់ជ្រូកលាយជាមួយនឹងកាពឹសហើយស្នូលបាញ់ឆាវវិញបងប្អូនឃើញតែក្នុងវីដេអូហ្នឹងដឹងហើយគាត់ដាក់ច្រើនណាគឺបាញ់ឆាវសំខាន់មួយទៀតគឺទឹកត្រីហើយទឹកត្រីហ្នឹងក៏តដាក់ម្ទេសទៀតហើយបានឆ្ងាញ់ណាហើយទឹកត្រីកន្លែងគាត់ដែរញ៉ាំមួយបាញ់ឆាវចូលជាតិមួយគ្នាល្អណានិយាយទៅឆ្ងាញ់ហ្មងខ្ញុំញ៉ាំបាញ់ឆាវខ្ញុំចូលចិត្តផ្ទាប់ហ្នឹងចូលចិត្តចាប់ប៉ានីដាក់ចាប់ប៉ានូដាក់ជាពិសេសកាពឹសហ្នឹងហ្មងដាក់ច្រើនមកឆ្ងាញ់ហ្មងអធិស្ឋានផងបងប្អូនណាដៃ3ដៃ4តិចហើយតែសម្រាប់ខ្ញុំតើញ៉ាំអញ្ចឹងបានឆ្ងាញ់ទៀតតែសម្រាប់បងប្អូនដែលចង់ញ៉ាំបាញ់ឆាវហើយខ្ជិលប្រឡាក់ដៃក៏អាចដាក់ចានឲ្យគាត់ញ័រឲ្យបានដែរណាអាចប្រាប់គាត់បានថាចង់បានបន្លែអីខ្លះអត់យកអីគេខ្លះអញ្ចឹងគាត់ដាក់ឲ្យហើយយើងយកមកដាក់តែម្ទេសញ៉ាំប្រហើយឆ្ងាញ់ហើយសម្រាប់ទីតាំងច្បាស់លាស់របស់គាត់ចាំខ្ញុំដាក់ Google Map ជូនណាអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងហើយសូមជម្រាបលាបាយបាយ